សម្រាប់បងប្អូនដែលតលាន់មកម្ហូបស្លឬក៏ឆារាល់ថ្ងៃអាចសាកដូរមកមុខនេះបានអានេះគឺបុកកាពិជាមួយនឹងបាកាត្រូវជាមួយលក់បន្លែស្រស់ឬក៏បន្លែស្ងោរក៏បានដែរជាពិសេសខ្ញីញ៉ាំជាមួយគ្នាគឺត្រូវខ្លាំងមែនទែនសម្រាប់បាកាហ្នឹងខ្ញុំដាក់ប្រហែលជាខ្ទង់1ខាំកន្លះ2ខាំអីទេបន្ទាប់មកយើងមានជាខ្ទឹមក្រហមក្រូចឆ្មាម្ទេសកាពិខ្ញុំប្រើប្រហែលជាខ្ទង់1ស្លាបព្រាបាយជាងយើងខ្ចប់វាដើម្បីយកទៅអាំងក៏បានឬក៏បងប្អូនណាដែលអត់មានអីអាំងទេអាចធ្វើដូចខ្ញុំអញ្ចឹងក៏បានដែរហើយបើសិនជាមានស្លឹកចេកឬក៏ស្លឹករមៀតខ្ចប់ទៀតគឺកាន់តែឈ្ងុយជាងនឹងថែមទៀតសម្រាប់ការធ្វើដូចខ្ញុំហ្នឹងដាក់នៅលើភ្លើងប្រហែលជាខ្ទង់1នាទីកន្លះអីទៅបន្ទាប់ពីនឹងមកគឺយើងមកដាក់ដាំទឹកដើម្បីស្ងោរបាកាសម្រាប់ការស្ងោរនេះតើមកផ្លែតទេបងប្អូនប្រហែលជាខ្ទង់1នាទីអីហ្នឹងយើងស្រង់វាចេញហើយហាន់វាឲ្យបានជាដុំតូចឬក៏អញ្ច្រាំហ្មងក៏បានដែរខ្ទឹមក្រហមយើងហាន់ជាប្រទះស្ដើងម្ទេសដាក់តិចច្រើនតាមចំណង់ចំណូលចិត្តបន្ទាប់ពីនឹងមកចាំយើងយកកាពិដែលយើងបានអាំងហើយស្រាប់ហ្នឹងដាក់ចូលក្នុងចានដាក់ខ្ទឹមក្រហមម្ទេសយើងបន្ថែមខ្ទឹមសជាមួយនឹងម្ទេសដែលយើងបានបុកស្រាប់នឹងដាក់ចូលមកហើយខ្ញុំដាក់ទឹកស្ងោរបាកាហ្នឹងបងប្អូនដាក់វាចូលប្រហែលជាខ្ទង់5 6ស្លាបព្រាបាយហើយចាំយើងដាក់គ្រឿងចូលប៊ីចេងខ្ញុំដាក់កន្លះស្លាបព្រាកាហ្វេស្ករ2ស្លាបព្រាកាហ្វេបន្ទាប់មកយើងច្របាច់ក្រូចឆ្មាចូលមកសម្រាប់មុខនេះប្រើក្រូចឆ្មារាងច្រើនបន្តិចបងប្អូនដាក់វាចូលហើយឃើញថាវារាងខាប់ពេកចឹងហើយខ្ញុំបន្ថែមទឹកបន្តិចទៀតហើយកូរច្របល់ឲ្យចូលជាតិសព្វល្អបងប្អូនអាចភ្លក់មើលហើយថែមថយគ្រឿងបានតាមចំណង់ចំណូលចិត្តសម្រាប់ខ្ញុំខ្ញុំថែមក្រូចឆ្មាបន្តិចទៀតជាមួយនឹងស្ករបន្តិចដែររសជាតិរបស់វានឹងរាងដិតបន្តិចបងប្អូនរាងដិតកាពិប៉ុន្តែអត់ប្រៃខ្លាំងទេបងប្អូនហើយមួយទៀតគឺយកឲ្យរាងជូរចឹងណាសម្រាប់បន្លែខ្ញុំមានជាបន្លែស្រស់ហើយក៏មានជាបន្លែស្ងោរខ្លះៗដែរសម្រាប់បុកកាពិដែលយើងធ្វើនេះគឺស្តៀងទឹកគ្រឿងដែរបងប្អូនប៉ុន្តែរសជាតិនឹងគឺប្លែកគ្នាបងប្អូនហើយសម្រាប់បន្លែវិញបើសិនជាបងប្អូនណាចូលចិត្តខ្ញីញ៉ាំជាមួយគ្នាគឺត្រូវខ្លាំងមែនតើខ្ញីស្រស់របស់យើងនឹងបងប្អូនអត់មានយកទៅស្ងោរយកទៅអីទេហាន់វាជាប្រទះស្ដើងញ៉ាំជាមួយគ្នាទៅគឺជាតិហ្មង